បាល់ទាត់មិនមែនមានតួនាទីជាកីឡាប្រកួតចាញ់ឈ្នះប៉ុណ្ណោះទេសម្រាប់យើងវាជាវិធីសាស្ត្រដែលបង្កើតកម្លាំងវិជ្ជមាននិងការអភិវឌ្ឍមនុស្សនៅក្នុងសហគមន៍កម្មវិធីបាល់ទាត់ត្រូវបានបង្កើតឡើងដើម្បីជួយឲ្យកុមារយុវជនរីកចម្រើនទាំងផ្លូវកាយផ្លូវចិត្តនិងជំនាញសង្គមតាមរយៈកីឡាដែលពួកគេចូលចិត្តបំផុតអ្វីដែលអ្នកទទួលបានការយល់ដឹងអំពីការកំណត់គោលដៅការបញ្ជូនបាល់ទទួលបាល់ផ្លាស់ទីមិនមែនត្រឹមតែជាបច្ចេកទេសបាល់ទេវាបង្ហាញអំពីការរួមគ្នាដើម្បីឈានទៅរកគោលដៅមួយដូចជាជីវិតពិតផងដែរការសហការជាក្រុមក្នុងទីលានគ្មាននរណាម្នាក់អាចឈ្នះតែម្នាក់ឯងបានទេមិត្តរួមក្រុមគឺជាកម្លាំងសំខាន់នៅក្នុងការរកគ្រាប់បាល់ការទំនាក់ទំនងនិងការគោរពគ្នាបាល់ទាត់បង្រៀនឲ្យយើងស្ដាប់និយាយនិងគាំទ្រគ្នាទៅវិញទៅមកនេះជាជំនាញសង្គមដែលសាមញ្ញប៉ុន្តែមានតម្លៃខ្លាំងជាងគេនៅក្នុងជីវិតប្រចាំថ្ងៃការអភិវឌ្ឍផ្ទាល់ខ្លួននិងការគិតបែបវិជ្ជមានកុមារនឹងរៀនទប់ស្កាត់អារម្មណ៍ជៀសវាងជម្លោះនិងការដោះស្រាយបញ្ហាដោយវិធីសាស្ត្រឲ្យកាន់តែប្រសើរលំហាត់ពិសេសនៅក្នុងកម្មវិធីលំហាត់បញ្ជូនផ្លាស់ទីទទួលដែលមាននៅក្នុងវីដេអូរូបភាពគឺជាគន្លងខ្លីមួយប៉ុន្តែមានអត្ថន័យធំការបញ្ជូនបាល់ការចែករំលែកនិងការជួយគ្នាផ្លាស់ទីការខិតខំនិងស្វែងរកផ្លូវទទួលបាល់ការទទួលខុសត្រូវនិងការលើកទឹកចិត្តគ្នាទៅវិញទៅមកនេះហើយជាវិធីដែលយើងយកជំនាញនៅក្នុងទីលានមកប្រើនៅក្នុងជីវិតពិតកីឡាដែលបង្កើតអនាគតតាមរយៈកម្មវិធីកីឡាបាល់ទាត់សង្គមកុមារនិងយុវជនកំពុងកើតឡើងដែលជាមនុស្សដែលមានកម្លាំងចិត្តគំនិតវិជ្ជមានការទំនាក់ទំនងល្អការយល់ដឹងអំពីតម្លៃសហគមន៍កីឡាតូចមួយអាចផ្លាស់ប្ដូរជីវិតបានយ៉ាងធំធេងយើងជឿជាក់ថាកម្លាំងវិជ្ជមានចាប់ផ្ដើមពីទីលានបាល់ទាត់